អាល្អិតឯងចង់រកលុយឲ្យបានច្រើនអត់ចង់តើខ្ញុំចង់រកលុយឲ្យបានច្រើនហ្មងយ៉ាងហោចណាស់មួយឆ្នាំរកឲ្យបាន1 លានដែរខ្ញុំស្គាល់របស់មួយអាចជួយឯងរកលុយបានទោះមិនបាន1 លានតែគ្រាន់ទិញអង្កររហូបគឺបានចុះលោកនិយាយនឹងជារបស់អីគេទៅនៅភ្នំក្រោយមានដើមស្រចាស់អាយុរាប់រយឆ្នាំមួយជ័រដែលហូរពីដើមនឹងគឺក្រអូបខ្លាំងលក់បានលុយគួរសមឯងទៅរកមើលទៅដើមស្រចាស់ជ័ររហូរមានក្លិនក្រអូបមែនហើយគឺក្រអូបខ្លាំងណាស់ជ័រស្របើជីជ័រស្រមែនស្អែកខ្ញុំទៅរកមើលនៅភ្នំក្រោយហើយអរគុណលោកហើយណាស៊ីវប៉ាវឯងមកធ្វើអីនៅទីនេះហ្នឹងកំពុងកេះសម្បកឈើអីអត់ទេបងយីគេថាជ័រស្រនៅលើភ្នំអាចយកទៅលក់បានលុយខ្ញុំក៏មកយកបន្តិចទៅតែវារៀងស្អិតហ្មងយកអត់បានសោះតាបងអាល្ងងអើយប្រើអានេះកោះស្មោកកោះអានឹងត្រូវរកកន្លែងសន្លាក់របស់ដើមឈើទើបកោះទៅបានជ័រច្រើនបងឈីពិតជាពូកែណាស់បងមកកោះជ័រស្រដែរមែនអត់ទេខ្ញុំមកបេះផ្សិតដើម្បីយកទៅលក់នៅផ្សារក្រោមភ្នំតាផ្សារក្រោមភ្នំនៅជើងភ្នំខាងក្រោយមានផ្សារធម្មជាតិមួយរាល់ថ្ងៃតែងមានគេចាំទិញអីវ៉ាន់អ្នកឡើងភ្នំនៅទីនោះខ្ញុំឧស្សាហ៍ទៅលក់ណាស់បើឯងចង់លក់ចាំឯងកោះរួចខ្ញុំនាំទៅជាមួយប៉ាត់បងដើមឈើខាងមុខនោះអាយុកាលយូរជាងជ័រស្រក៏ខាប់ជាងដែរឯងទៅកោះដើមនោះទៅអរគុណហើយបងឈីអញ្ចឹងឆាប់កោះទៅកោះរួចយើងទៅលក់នៅផ្សារក្រោមភ្នំទាំងអស់គ្នាប៉ាត់បងបងលក់អស់លឿនម្លេះមកពីខ្ញុំឧស្សាហ៍មកលក់ទើបមានមួយចាំទិញគ្រាន់តែហុចអីវ៉ាន់ឲ្យគាត់ទៅជាការស្រេចអាល្អិតជ័រស្រនេះលក់មិនដែរ10 កាក់មួយនឹមលោកពូជ័រស្រឯងនេះគុណភាពមិនអន់ទេអញ្ចឹងចុះពូយកទាំងអស់ឯងគិតពូត្រឹម3 កាក់មួយនឹមទៅលោកពូជ័រស្រនេះគ្មានកាក់សំណល់សំបីបន្តិចហើយសាច់វាខាប់ក្លិនក៏ក្រអូបឈ្ងុយតម្លៃ3 កាក់នេះថោកពេកហើយទិញជ័រស្រគុណភាពល្អបែបនេះអត់បានទេហាងនៅទីប្រជុំជនគេលក់ដល់20 កាក់ឯណោះពូឯងកំពុងតែកេងចំណេញលើក្មេងហើយយល់ព្រមគិតតាមឯងថាចុះ10 កាក់មួយនឹមពូយកទាំងអស់លោកពូជ័រស្រនេះមានប្រហែល10នឹមពូឲ្យខ្ញុំត្រឹម100 កាក់មកបានហើយណែយកលុយទុកឲ្យស្រួលបួលនេះរបស់ពូអូខេអញ្ចឹងយើងរៀបចំអីវ៉ាន់ទៅផ្ទះទៅណោះប៉ាត់ជីច្រើនម្លេះអាល្អិតនេះក្មេងសោះចេះរកស៊ីបាត់អូខេពូកែលុយជាងពុកឯងទៀតស៊ីវប៉ាវយើងពិតជាពូកែមែនមេភូមិលោកអញ្ជើញមកថ្មនេះមានរឿងអីមែនទេមានរឿងហើយក្នុងភូមិមានโรคរាតត្បាតហើយโรคរាតត្បាតម្សិលថ្ងៃទីរបស់ពូលីឯងស្រាប់តែមិនស៊ីចំណីស្មានតែឈឺធម្មតាមិនបានខ្វល់ស្រាប់តែថ្ងៃនេះទីរបស់អ្នកភូមិប៉ុន្មានផ្ទះទៀតសុទ្ធតែបែកពុះមាត់លោកតានីភូមិពេទ្យសិតមើលហើយនៅហើយពេទ្យសិតមកមើលហើយថាជាโรคរាតត្បាតត្រូវយកទីទៅកប់ចោលទាំងអស់ក្នុងភូមិនេះសឹងតែរាប់ផ្ទះទៅហើយដែលចិញ្ចឹមទីគិតថាមុនដាច់ឆ្នាំអាចរកលុយបានខ្លះបើជាโรคរាតត្បាតមែនដើមទុនក្នុងផ្ទះច្បាស់ជារលីអស់មិនខាននឹងហើយគិតឃើញការលើកមុនឯងដាំស្មៅដំណក់ឈាមដែលជាអស្ថកុមគួរតែយល់ដឹងពីថ្នាំសង្កូវខ្លះទើបអញ្ជើញឯងទៅមើលបន្តិចលោកមេភូមិខ្ញុំត្រឹមជាកសិករម្នាក់សោះថ្នាំសង្កូវអីខ្ញុំអត់ចេះទេហើយគិតមិនទៅអញ្ចឹងលោកតានីភូមិខ្ញុំអាចព្យាបាលបានតាស៊ីវប៉ាវឯងពិតជាអាចព្យាបាលបានមែនបានតាលោកតាប្រាប់អ្នកចិញ្ចឹមទីក្នុងភូមិឲ្យបិទទ្រង់សិនទៅខ្ញុំទៅមើលស្ថានភាពនៅផ្ទះលោកតាលីសិនអូខេតាទៅឥឡូវហើយស៊ីវប៉ាវរោគរាតត្បាតនេះកូនឯងពិតជាអាចព្យាបាលបានមែនគួរតែបានម៉ែកុំបារម្ភអីអញ្ចឹងកូនទៅត្រូវតែប្រយ័ត្នខ្លួនណាកុំឲ្យឆ្លងឲ្យសោះដឹងអត់ឬមេភូមិថាឈិនស៊ីវប៉ាវអាចព្យាបាលរោគរាតត្បាតបានឈិនស៊ីវប៉ាវក្មេងប៉ុណ្ណឹងសោះចេះអីទៅនឹងហើយក្មេងប៉ុណ្ណឹងចេះអីទៅស៊ីវប៉ាវឯងជួយមើលកូនទីពូបន្តិចមើលទីទាំងនេះអាចសង្គ្រោះបានទៀតអត់ពេទ្យសត្វថាជាโรคរាតត្បាតឲ្យយកទៅកប់ចោលហើយលោកតាលីកុំតន់ភ័យចាំខ្ញុំជួយមើលឲ្យឯងស្ដាប់ខ្ញុំនិយាយបានអត់មានអារម្មណ៍ថាមិនដែរឥឡូវអាចស្ដាប់បានខ្ញុំមានអារម្មណ៍ថាឈឺពោះខ្លាំងណាស់ហ្មងឈឺពោះហេមួយរយៈនេះឯងស៊ីចំណីដូចធម្មតាអត់ដូចធម្មតាតើគឺមកពីទឹកមានបញ្ហាផឹកទឹករួចក៏ក្តៅពោះស៊ីវប៉ាវទីពូមានបញ្ហាអីឲ្យប្រកាសទៅកុំភ័យលោកតាលីនេះមិនមែនជាโรคរាតត្បាតទេហ៎មិនមែនโรคរាតត្បាតចុះជាអីវិញពេទ្យសត្វក្នុងភូមិសុទ្ធតែថាជាโรคរាតត្បាតឯងមិនក៏ហ៊ានអះអាងថាមិនមែនទៅវិញនឹងហើយក្មេងនិយាយប៉ាត់ណាប៉ាត់នេះហ្មងនេះមិនមែនជាโรคរាតត្បាតទេគឺមកពីផឹកទឹកមិនស្អាតទើបធ្វើឲ្យទីមិនស៊ីមិនផឹកមើលទៅដូចโรคរាតត្បាតតែតាមពិតមិនមែនសោះចុះអាចព្យាបាលជាអត់ជំងឺឯងនេះអាចព្យាបាលបានអត់ហាអាចតាយកផ្កាទីទុយនិងឫសឈើបៃតងរងាស់ទឹកផឹកទៅគឺបានហើយអាចព្យាបាលបានតាព្យាបាលមិនទៅយកផ្កាទីទុយនិងឫសឈើបៃតងរងាស់ទឹកផឹកទៅគឺបានហើយសំណាងហើយដែលឯងស្ដាប់ខ្ញុំយល់កុំអីខ្ញុំប្រកាសជាត្រូវគេចាត់ទុកថាមានโรคរាតត្បាតយកទៅកប់ចោលបាត់ហើយមិនអីទេមានខ្ញុំនៅទីនេះហើយលោកតាលីឆាប់រកគេទៅក្រោយភ្នំជីបផ្កាទីទុយនិងឫសឈើបៃតងរងាស់ទឹកឲ្យទីផឹកទៅប្រហែលកន្លះម៉ោងទៀតគឺលេងអីហើយផ្កាទីទុយនិងឫសឈើបៃតង
នេះសុទ្ធតែជារុក្ខជាតិអស់ធម្មតាតើពិតមែនណាឆាប់ទៅរកអ្នកជួយទៅបើមិនអញ្ចឹងទេទីទាំងនេះច្បាស់ជាងាប់មិនខានបានហើយឆាប់ត្រឡប់ទៅដាំទឹកថ្នាំទៅប្រយ័ត្នមិនទាន់ពេលងើបឈរបានហើយងើបឈរបានហើយពិតជាអស្ចារ្យមែនវ៉ាវខ្ញុំងើបឈរបានហើយលើកនេះពិតជាអរគុណឯងខ្លាំងណាស់បើមិនបានឯងទេទីក្នុងភូមិទាំងអស់ច្បាស់ជាត្រូវគេយកទៅកប់ទាំងរូបបាត់ហើយឯងបានជួយសង្គ្រោះពួកយើងតើមានអីឲ្យខ្ញុំអាចជួយតបស្នងឯងបានទេបើឯងចង់តបស្នងយើងមែនឲ្យរបស់អីដែលអាចរកលុយបានមកនៅក្រោមជញ្ជាំងផ្ទះចាស់មានកប់ក្រឡមួយឬថាមានរូបមន្តសម្ងាត់រកលុយក្នុងនឹងឯងអាចទៅជីកយកវាបានអញ្ចឹងអរគុណឯងច្រើនហើយណារូបមន្តសម្ងាត់រកលុយក្នុងក្រនឹងតើវាជាស្អីទៅណោះអាហាដូចជាជីកប៉ះវាហើយធូបឋានស៊ូប្រមេអំបៅស្ដាប់ឈ្មោះធូបនេះទៅដូចជារូបមន្តគ្រឿងក្រអូបមកពីភាគខាងលិចអញ្ចឹងមិនក៏មកនៅទីនេះបានទុកវាសិនចុះយកទៅផ្ទះសឹមរៀនសូត្រពីវាតាមសម្រួលហ្មងទៅការផ្សំគ្រឿងក្រអូបនេះពិតជាពិសេសមែនទែនមើលទៅប្រហែលជាដូនតាគ្រូសាលីបានលួចកត់ត្រាទុកពេលទៅរកស៊ីជាមួយក្រុមឈ្មួញភាគខាងលិចហើយមើលទៅគ្រឿងផ្សំដើមរបស់ធូបឋានស៊ូប្រមេអំបៅនេះត្រូវការតែគ្រាប់ផ្លែច័ន្ទផ្កាំកាក់ឈើខ្លឹមច័ន្ទបន្តិចបន្តួចនិងចរស្រល់ប៉ុណ្ណោះចរស្រល់នៅសល់ប្រេងបន្តិចពីលើកមុនចុះគ្រឿងផ្សំផ្សេងទៀតត្រូវទៅរកឯណាទៅនឹកឃើញហើយល្អិតចាប់តើឯងអាចនាំអញទៅរកឈើខ្លឹមច័ន្ទគ្រាប់ផ្លែច័ន្ទនិងផ្កាំកាក់បានទេបានតើតាមខ្ញុំមកនេះហើយជាឈើខ្លឹមច័ន្ទដែលឯងកំពុងរកនឹងត្រូវហើយគឺឈើខ្លឹមច័ន្ទពិតមែនល្អិតចាប់ឯងពិតជាពូកែណាស់គ្រាប់ផ្លែច័ន្ទនៅគុំស្មៅខាងមុខនឹងឯងដើរទៅមុខបន្តិចទៀតទៅផ្លែពណ៌ក្រហមនេះពិតជាគ្រាប់ផ្លែច័ន្ទមែនដើរទៅមុខទៀតនឹងឃើញដើមផ្កាំកាក់ហើយឯងគ្រាន់តែហិតក្លិនវាក៏អាចរកឃើញដែរពេលនេះគ្រឿងផ្សំធូបឋានស៊ូមេអំបៅរកបានគ្រប់អស់ហើយឯងរកបានគ្រឿងផ្សំគ្រប់ហើយអញ្ចឹងខ្ញុំទៅសិនហើយណាអរគុណច្រើនហើយល្អិតចាប់ក្នុងរូបមន្តធូបឋានស៊ូមេអំបៅបានសរសេរថាត្រូវកិនគ្រឿងផ្សំទាំង3មុខនេះឲ្យម៉ត់រួចលាយបញ្ចូលគ្នាតាមបរិមាណដែលបានកំណត់ក្រអូបណាស់ហ្មងធូបឋានស៊ូមេអំបៅនេះគ្រាន់តែអុជភ្លាមក្លិនក្រអូបសាយភីពេញភូមិតែម្ដងប៉ុន្តែការដុតធូបនេះមានគ្រប់ទីកន្លែងទៅហើយវាគ្មានអីប្លែកនោះទេតើអញគួរធ្វើម៉េចទើបវាប្លែកខុសពីគេទៅណោះសៀវប៉ាវជួយលាងបន្លែម៉ែបន្តិចទៅតិចទៀតពុកឯងត្រឡប់មកហូបបាយហើយប៉ាត់ម៉ែខ្ញុំដឹងហើយធម្មតាគេតែងតែប្រើកញ្ចប់គ្រឿងក្រអូបដើម្បីឲ្យមានក្លិនប៉ុន្តែវាមិនអាចជាប់បានយូរនោះទេចុះបើអញអាចរំលាយក្លិនក្រអូបនេះចូលទៅក្នុងទឹកដើម្បីឲ្យមនុស្សមានក្លិនក្រអូបជាប់ខ្លួននេះមិនមែនជារបររកស៊ីផ្ដាច់មុខមួយទេអីច្បាស់ជាល្បីពេញក្រុងមិនខានសៀវប៉ាវពុកឯងចិត្តមកដល់ហើយឆាប់ទៅលាងដៃហូបបាយទៅកូនប៉ាត់ម៉ែទេឥឡូវហើយម៉ែមើលនេះជារបស់ដែលខ្ញុំធ្វើនេះកូនជាអ្នកធ្វើហ៎តើវាជារបស់អីទៅក្រអូបណាស់កូនពេញមួយទីធ្លាផ្ទះសុទ្ធតែក្លិនវាហ្មងអាហានេះជាក្លិនអីហ្នឹងក្រអូបម្លេះពុកម៉ែខ្ញុំគិតថានឹងដាក់ឈ្មោះវាថាទឹកអប់គឺជាការចម្រាញ់ចេញពីគ្រឿងក្រអូបប៉ុន្មានមុខលាយបញ្ចូលគ្នាទឹកអប់នេះងាយស្រួលយកតាមខ្លួនណាស់ពេលប្រើគ្រាន់តែចាក់បន្តិចលើកដៃលើសម្លៀកបំពាក់ឬកន្សែងដៃប្រើតែបន្តិចក៏ក្រអូបជាប់ពេញមួយថ្ងៃដែរក្លិននេះពេលហិតដំបូងរៀងឈ្ងុយបន្តិចបន្ទាប់មកក៏មានក្លិនក្រអូបផ្អែមរបស់ផ្កាំកាក់ហើយចុងក្រោយក៏មានក្លិនឈើខ្លឹមច័ន្ទថែមទៀតម៉ែថ្ងៃស្អែកពួកយើងទៅផ្សារលក់ទឹកអប់នេះទៅច្បាស់ជារកលុយបានច្រើនមិនខានលក់ទឹកអប់ហ៎វាកាត់ដែរអីកូនច្បាស់ជាកាត់ហើយម៉ែពួកយើងទៅលក់ទៅណាម៉ែណាទៅចុះយន់នាងជឿជាក់លើសៀវប៉ាវទៅយោពងថ្ងៃស្អែកម៉ែនឹងនាំអញទៅទីផ្សារពួកយើងទៅលក់ទឹកអប់ទាំងអស់គ្នាអរគុណពុកអរគុណម៉ែពុកម៉ែចិត្តល្អជាងគេហ្មងបានហើយឆាប់ហូបបាយទៅកូនក្រអូបម្លេះក្លិនអីហ្នឹងក្រអូបសាហាវដូចជាភីចេញពីតូបខាងនោះអញ្ចឹងណែអ្នកប្អូនតើអ្នកកំពុងលក់អីហ្នឹង
ហិតទៅមានអារម្មណ៍ស្រស់ស្រាយណាស់វាមិនឈួរខ្លាំងដូចគ្រឿងសម្អាងនៅហាងនោះទេនេះគឺជារបស់កូនខ្ញុំអ្នកធ្វើគេហៅថាទឹកអប់អ្នកមីងទឹកអប់នេះពេលប្រុសលើខ្លួនដើរដល់ណាក្រអូបដល់នឹងអាចក្រអូបជាប់ពេញមួយថ្ងៃណោះអូហូទឹកអប់នេះក្រអូបមែនគ្រាន់តែបន្តលើខ្លួនបន្តិចក្រអូបពេញខ្លួនមកមួយ10តម្លៃប៉ុណ្ណោះចុះអាមួយនេះតម្លៃប៉ុន្មានដែរមួយ10តម្លៃត្រឹមតែ5កាសប៉ុណ្ណោះបាទត្រឹមតែ5កាសទេអីថប់ម្លេះយកឲ្យខ្ញុំ2 10មកខ្ញុំយកមួយដែរយកឲ្យខ្ញុំមួយមកខ្ញុំយកមួយដែរអ្នកនាងយកទៅឲ្យស្រួលបួលបើចូលចិត្តមកទិញទៀតណាណែបងប្អូនទាំងអស់គ្នាកុំទិញទឹកអប់ផ្ទះនេះឲ្យសោះនេះគឺជាទឹកពុលទេប្រពន្ធខ្ញុំប្រើឲ្យចេញរមាស់កន្ទួលក្រហមពេញខ្លួនសូមអ្នកទាំងអស់គ្នាកុំចាញ់បោកម្ដាយកូន2នាក់នេះឲ្យសោះលោកបងទឹកអប់របស់ពួកយើងសុទ្ធតែធ្វើចេញពីគ្រឿងក្រអូបលេខ1ណានាងឯងនៅតែប្រកែកទៀតហ៎ប្រពន្ធអញប្រើទឹកអប់នេះមិនបានកន្លះម៉ោងផងក៏ចេញរមាស់ពេញខ្លួនបាត់ទៅហើយពួកឯងលក់របស់ចិត្តខ្មៅពិតមែនលោកពូនិយាយថាទឹកអប់ផ្ទះខ្ញុំធ្វើឲ្យអ្នកមីងមានអាការៈប្រតិកម្មអញ្ចឹងតើពូបានទិញទឹកអប់មួយណាទៅគឺអាមួយ10ដែលអញក្រវែងចោលលើតុនេះហើយ